ក្លាប់តែធ្វើមន់ថ្ងៃនេះមកធ្វើទាម្ដងភ្ញៀវក៏កំងទាស្វឹងដាក់ជាមួយនឹងជក់តកួនតំណងរបស់គាត់ណាបងប្អូនមកហូបខ្លះចេះធ្វើទេតែភ្ញៀវអ្នកប្រាប់ឲ្យយើងចេះតាមគាត់វិញចាំថាបងប្អូនចង់ញ៉ាំមកហូបអីចម្លែកទេប្រាប់មុនមួយថ្ងៃមករៀបចំគ្រឿងទៅផ្សារពីព្រឹកទិញទុកឲ្យហ្មងបើនិយាយពីរឿងមកហូបវិញចេះមិនអស់ទេបងប្អូនមកហូបខ្លះគឺចេះពីភ្ញៀវពីចាស់គេនិយាយថាយើងកុំធ្វើខ្លួនជាមនុស្សទឹកពេញកែវយើងធ្វើជាមនុស្សគ្រប់ទឹកទៅចង់និយាយថាទឹកកន្លះកែវអត់គ្រប់ទឹកនឹងឈួតបដ ாய் តែពេលដែលគេរិះគន់ជាមួយគេនិយាយអីចឹងមកយើងទទួលយកយើងស្ថាបនាខ្លួនឯងចឹងណានេះឯងបងប្អូនខ្ញុំតែធ្វើអញ្ចឹងវាដូចជាយើងទៅរៀននៅសាលាអញ្ចឹងពីអ្នកជំនាញខ្លួនហើយឥឡូវនេះមកធ្វើទាស្វឹងតាមភ្ញៀវគាត់ប្រាប់ថាធ្វើទៅស្តៀងមកដុតឯងធ្វើនឹងឯងវាអញ្ចឹងហើយនេះលាបជាមួយទឹកស៊ីអ៊ីវខ្មៅមកហើយយកទៅបំពងឲ្យគាត់ណាហើយបំពងនេះមិនថាបំពងឲ្យឆ្អិនយកទៅធ្វើដូចមាន់គាត់តែយើងអត់ប្រើកូកាប្រើអីទេយើងប្រើវាហើយគ្រឿងក្នុងទៀននេះយើងញាត់កុលក្រៃលក្រូចម្ទេសខ្ទឹមសអីមករួចហើយដាក់ប្រេងបន្តិចបានហើយយកទៅចៀនវាថានៅលើភ្លើងហ្នឹងឲ្យវាក្រៀមសបកបន្ទាប់មកចាំយកទៅដុតតែម្ដងយើងដាក់កុលក្រៃលក្រូចម្ទេសខ្ទឹមសខ្ទឹមក្រហមបន្ទាប់មកដាក់ទឹកប្រឡាក់សាច់របស់យើងមកសម្រាប់ផ្សំគ្រឿងបើហត់ថែមថយរសជាតិច្រើនទេទឹកប្រឡាក់សាច់ខុនលីរសជាតិទៅមកឆ្ងាញ់ហ្មងពេលរកដាក់ចូលមកនេះមានពី10ទុកឲ្យវគ្គហ្នឹងចង់បានប៉ុន្មានអ្នកមើលឲ្យ10អ្នកហ្មងនេះពី10នេះ10អ្នកដែលមាននិស្ស័យបានទឹកប្រឡាក់សាច់ខុនជាមួយទឹកត្រីបុកយកធ្វើម្ហូបអីខ្លះចាំខមមិនមកពីមុខហ្នឹងមិនថាយកធ្វើទាស្វឹងដុតមាន់រៀបទឹកជ្រលក់អីចឹងឯងបងប្អូនយើងចង់យកទៅឆាម្ហូបក៏បានដែរមានគ្រឿងខុនជាឈុតនៅផ្ទះហ្មងក៏រត់ទៅងាយស្រួលក្នុងការធ្វើម្ហូបមួយឈុតនេះ31ហ្វ្រីដឹកមួយឈុតហ្នឹងគឺមានរបស់កោះញ៉ាំស្រាប់រហូតដល់4មុខសម្រាប់បងប្អូនយកទៅញ៉ាំបាយហ្មងបាយហត់ទៅធ្វើម្ហូបអីច្រើនទេកោះញ៉ាំបានភ្លាមគ្រឿងខុនបងប្អូននឹងស្រាប់ឲ្យដាក់ទៅគ្រឿងម្ចាស់ហ្មងមានតែថែមគ្រឿងថែមអីទៅធ្វើឲ្យតែរសជាតិឆ្ងាញ់មកមើលទាស្វឹងរបស់យើងវិញដាក់ទឹកប្រឡាក់សាច់ចូលទៅហើយយើងក៏បន្ថែមប៊ីយ៉ាមកងាស់វារហូតតតែរីងទឹកហើយទានេះរីងខ្ចីដែរអត់យូរទេបងប្អូនប្រហែលជា40នាទីអីឆ្អិនហើយដាក់ដុតវាបាន20នាទីយើងប្រែម្ដងមកអូយពណ៌តំណងខ្លាំងណាស់វានឹងក្រហមឆ្អិនឆ្អៅហ្មងណាបន្ទាប់មកនេះចាប់ដាក់មកបុកបំទេមកលីងជាមួយនឹងទាស្វឹងរបស់យើងចេញខ្លាញ់មកឡើងមិនចេះតិចបងប្អូនអើយយើងដាក់ម្ទេសខ្ទឹមទឹកត្រីបុកបន្តិចមកហើយថែមម្ទេសឆាបកាបន្តិចវិធីធ្វើនេះដូចតែយើងឆាមាន់បំទេដែរតែបងប្អូនយើងលីងគ្រឿងបំទេហ្នឹងឲ្យឈ្ងុយហើយនេះយើងយកទាហ្នឹងមកកូរវាពេញហ្នឹងណាវាកវត្តវាពេញហ្នឹងទៅហើយថែមស្ពៃក្តោបមកអូតំណងហើយស្ពៃក្តោបនេះមិនឲ្យឆ្អិនខ្លាំងពេកទេឆ្អិនតិចប៉ុណ្ណេះគឺថាដាក់ញ៉ាំមួយទាទៅត្រូវគ្នាម៉េះអូយតំណងខ្លាំងហើយនៅក្រៅបងប្អូនក្លិននឹងឈ្ងុយហើយពណ៌អីតំណងខ្លាំងមែនតើគ្រឿងខុនតំណើបចឹងយើងមានទុកជ្រលក់អីទៅមួយសែតហ្មងបើម្រេចទឹកត្រីបុកហើយយើងឆ្នៃយកទៅធ្វើម្ហូបផ្សេងបានច្រើនគ្រឿងខុនគឺថាងាយស្រួលសម្រាប់មេផ្ទះសម័យថ្មីថ្ងៃហ្នឹងភ្ញាក់ពីគេមកមិនរត់នឹងម្ហូបទេបងប្អូនមកខ្ញុំរត់នឹកឲ្យដាក់ឆាតកូនជាមួយនឹងកប់ផ្សិតបានពីមុខនឹងចូលគ្នាបាយ3ចានអ្នកឯងមិនដឹងខ្លួនទេឆ្ងាញ់ណាស់វិធីធ្វើមិនជាពិបាកទេហើយធ្វើញ៉ាំបានច្រើនគ្នាទៀតបាក់ខែនឹងសបកកសាំងដាក់កប់ផ្សិតមួយទៅបងប្អូនអើយឆ្ងាញ់មែនតើឆាគ្រឿងក្នុងតកូនម្ហូបលឿនងាយឆ្ងាញ់ហើយអស់លុយតិចជាដំបូងយើងស្រោះគ្រឿងក្នុងមួយប្រេងកាត់ឆ្អាបយកទៅឆាទៅឈ្ងុយយើងស្រោះវារៀងឆ្អិនតិចហើយនេះយើងលីងខ្ទឹមដាក់ទឹកប្រឡាក់សាច់4លព្រាបាយមកសម្រាប់ឆាតកូនមួយចានធំដាក់តែប៉ុណ្្នឹងឯងឃើញលឿនទេបងប្អូនហើយឆ្ងាញ់ណាស់យើងមិនហត់ថែមស្ករបើវាចេងទេងាយស្រួលអញ្ចឹងឯងឆាឲ្យតែសាច់ចូលគ្រឿងដាក់តកូនចូល3 4ត្រឡប់ទៀតមកបានហើយប៉ុណ្ណឹងហើយជ្រក់ជួយបើម្រេចឆ្ងាញ់ទៅតាមអស់យើងប្រើតកូនស្រួយយកតកូនរបស់យើងនិយាយថាខៀវល្អហើយញ៉ាំទៅស្រួយច្រប់ជាតិមែនតើនេះបងប្អូនឆាតកូនណាចង់បើម្រេចបានទេដាក់ជាមួយនឹងបើម្រេចខុនឈ្ងុយឆ្ងាញ់ជាតិជាប់មាត់គ្រឿងខុនគ្រប់មុខផ្សំគ្រឿងទៅស្រេចបងប្អូនយកទៅមិនបាច់ហត់ថែមថយគ្រឿងក្រៅច្រើនទេនិយាយទៅគឺថាងាយស្រួលណាស់សម្រាប់បងប្អូនដែលរវល់ច្រើនធ្វើម្ហូបដឹងតែឆ្ងាញ់បងប្អូនដាក់គ្រឿងខុនមួយឈុតទៅមួយឈុតនឹង31មានច្រើនមុខបងប្អូនយកមួយឈុតហ្នឹងយើងបញ្ចុះតម្លៃក្នុងហ្នឹងឲ្យ free ដឹកមានគ្រឿងខុននៅទេហើយដែលមានខ្ញុំចាំជួយធ្វើម្ហូបបងប្អូនអរគ្នាអញ្ចឹងមកមើលម្ហូបរបស់យើងមកទៀតធ្វើកប់ផ្សិតម៉ាក់ខ្ញុំគាត់ចេញស្នាដៃយ៉ាងពិសេសហ្មងបុកគ្រឿងមួយកសាំងឲ្យចូលគ្នាហើយនេះដាក់ប្រហុកចូលដាក់សាច់ជ្រូកជាមួយនឹងផ្សិតបុកវាចូលគ្នាទៀតទៅឃើញធ្វើអញ្ចឹងស្រួលមែនតែបន្ទាប់មកអ្នកក៏ដាក់ម្រះព្រៅហើយខ្ចប់អាំងបាននេះបើសិនជាមានលឹកល្មៀតទ្រាប់ពីក្រោមនឹងទៀតហើយរត់ទៅឈ្ងុយមកមុខនេះបានស្ងោរស្អំញ៉ាំជាមួយទៀតអូយចុះបាយណាស់ហើយឆ្ងាញ់កប់ផ្សិតស្ងោរស្អំហ្នឹងនៅឃើញទៅពេលទៅព្យួរទេអូយបានស្លមកកវិចហ្នឹងទៅនិយាយថាញ៉ាំក្រោបដើមឈើមខ្ចប់បក់ល្វិចយកឆ្ងាញ់អើយឆ្ងាញ់តាឥឡូវលេងបានទៅស្រែហើយធ្វើខាតចប់គ្នា3ឆ្នាំអង្កលដូចជា70-20ឆ្នាំមុនណាបងប្អូនជួលឲ្យគេធ្វើទាំងអស់មកមើលកប់ផ្សិតរបស់យើងវិញបើខ្នប់មកអូយជួយណាស់ហើយញ៉ាំមួយលក់ឆ្ងាញ់ណាស់បងប្អូនអូយជាតិមែនតើ